ជំរាបសួរលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះក្រុមយើងទី6នឹងធ្វើការបកស្រាយអំពី project ទី2គឺ CPU ដែលក្រុមយើងបាន design នៅក្នុងកម្មវិធី Circuitverse ក្រុមរបស់យើងមានសមាជិកចំនួន5នាក់ដែលនាងខ្ញុំឈ្មោះសនឧសភានឹងធ្វើការបកស្រាយและចំណុចបន្ទាប់គោលបំណងក្នុងការ design project CPU របស់យើងនេះគឺចង់បង្ហាញពី cycle CPU សាមញ្ញដូចជាការ fetch instruction ពី RAM ការ decode instruction ការ execute operation និងការ store result ដែលបាន execute ហើយវា CPU របស់យើងគឺជា sequential circuit ដោយសារ CPU របស់យើងបានប្រើប្រាស់ clock timing flip flop register និង state ដើម្បី control order នៃ operation បន្ទាប់មកយើងមើលមកកាន់ component ទូទៅដែលយើងបានប្រើប្រាស់ក្នុងការផ្គុំ CPU របស់យើងដំបូងយើងមាន instruction register ដែល instruction register នេះធ្វើការផ្ទុកនៅ current instruction ដែលកំពុងតែ fetch ពីក្នុង RAM មក instruction របស់យើងមានជា 8 bit ដែល high 4 bit យើងហៅថា opcode ហើយនិង low 4 bit របស់យើងគឺជា address ឬមួយក៏គេហៅថា operand យើងឃើញថា component របស់យើងនេះធ្វើការ build ដោយប្រើប្រាស់ 8 bit register block ដែលយើងបាន build មកហើយវាយក data ដែល input ហ្នឹងនឹងប្រើប្រាស់ load នៅក្នុង signal ដើម្បី lock the bit ហ្នឹង into an internal flip flop instruction register មានសារៈសំខាន់ដោយសារ instruction ត្រូវតែមានភាពនឹងនរនៅពេលដែលឬមួយក៏វានៅតែមានភាពដដែលនៅពេលដែល opcode decoder របស់យើងនិង control logic កំពុងតែ read area បើសិនជា instruction របស់យើង change ឬមួយក៏មានការផ្លាស់ប្ដូរនៅពេលដែល CPU របស់យើងកំពុងតែ decode វា CPU ហ្នឹងអាចនឹង activate the wrong operation នេះបានបន្ទាប់មកយើងក្រឡេកមកមើល state machine controller របស់យើងម្ដងដែលវាធ្វើការគ្រប់គ្រងទៅលើ timing របស់ CPU យើង CPU យើងមិនអាច read memory ផង decode ផង calculate ផងនៅពេលក្នុងពេលតែមួយបានទេអញ្ចឹង controller របស់យើងបែងចែក process ទាំងអស់ហ្នឹងទៅជា state ពី F0 ដល់ F4 ហើយcontroller របស់យើងប្រើប្រាស់ and or gate ដើម្បី calculate sequence របស់វានេះ gate ទាំងអស់ហ្នឹងបានបញ្ចូលទៅក្នុង flip flop 3ដែល store current state ហ្នឹងជា binary បន្ទាប់មក3 decoder របស់យើងបានបកប្រែ binary output ហ្នឹងទៅជា individual state ពី S0 រហូតដល់ S4 active line ដែលក្នុងនោះ S0 របស់យើង prepare instruction address ហើយនឹង S1 fetch the instruction ពី RAM របស់យើង S2 prepare the opcode and address ហើយ S3 perform the operation បន្ទាប់មកចុងក្រោយគេនោះគឺ S4 ដែលជា idle state ឬមួយក៏ reset state របស់យើងហ្នឹងបន្ទាប់មកខ្ញុំនឹងធ្វើការឲ្យចំណុចបន្ទាប់ទៅសមាជិកខ្ញុំបកស្រាយបន្តឥឡូវនេះខ្ញុំនឹងធ្វើការបញ្យល់អំពីផ្នែកមួយចំនួនដូចជា8 bit register 35 decoder និង multiplier add ដំបូងគឺ8 bit register 8 bit register គឺជាផ្នែក memory មូលដ្ឋានរបស់ CPU វាមានតួនាទីរក្សាទុកទិន្នន័យដោយប្រើ flip flop នៅក្នុង circuit របស់យើង input មានពី x0 រហូតដល់ x7 ហើយ output របស់យើងមានពី q0 រហូតដល់ q7 ដូចគ្នា register នេះក៏មាន signal សំខាន់ដូចជា load clock ហើយនិង reset ផងដែរនៅពេល load មានតម្លៃ1ហើយ clock ផ្លាស់ប្ដូរ register នឹងចម្លងទិន្នន័យពី input x0 ដល់ x7 ចូលទៅកាន់ flip flop បន្ទាប់មកទិន្នន័យនោះនឹងបង្ហាញមក output q0 ដល់ q7 ប៉ុន្តែ load មិនសកម្មឬមានតម្លៃ0ទេ register នឹងរក្សាតម្លៃចាស់របស់វាមិនផ្លាស់ប្ដូរតាម input ថ្មីទេចំណែក reset ត្រូវបានប្រើដើម្បីលុបតម្លៃដែលរក្សាទុកហើយកំណត់ register ឲ្យចាប់ផ្ដើមពីដំបូងមកវិញផ្នែកនេះសំខាន់ខ្លាំងចំពោះ CPU ព្រោះជាកន្លែងសម្រាប់ការចងចាំទិន្នន័យបណ្ដោះអាសន្នឧទាហរណ៍ register A និង register B ប្រើកំណត់ដូចគ្នានៅពេល CPU ដំណើរការ instruction load A តម្លៃពី RAM នឹងត្រូវបានផ្ទុកចូលទៅក្នុង register A នៅពេល CPU ដំណើរការ instruction load B តម្លៃមួយទៀតពី RAM នឹងត្រូវបានផ្ទុកចូលទៅក្នុង register B បើគ្មាន register ទេ CPU មិនអាចរក្សាទុក operand សម្រាប់ allow ធ្វើការគណនាបានទេបន្ទាប់មកគឺ35 decoder 35 decoder មានតួនាទីបំលែង binary input ទៅជា output line ដាច់ពីគ្នាក្នុង CPU trimming circuit របស់យើង35 decoder ត្រូវបានបង្កើតឡើងដើម្បីបង្កើត state output ចំនួន5គឺ S0 S1 S2 S3 និង S4 state ទាំងនេះគ្រប់គ្រងជំហាន CPU ដូចជា instruction address step fetch decode execute និង reset អ្វីដែលសំខាន់នៅក្នុងកន្លែងនេះគឺក្នុងពេលតែមួយគួរតែមាន state មួយប៉ុណ្ណោះដែលសកម្មឧទាហរណ៍នៅពេល S1 សកម្មអាច fetch instruction ពី RAM ពេល S2 សកម្មអាច prepare operation ដោយប្រើ opcode និង address bit ពេល S3 សកម្ម CPU អាច execute operation ដូចជា load add ឬ store ដូច្នេះ35 decoder ជួយឲ្យ CPU បែងចែកការងារជាដំណាក់កាលហើយការពារមិនឲ្យ operation ច្រើនកើតឡើងក្នុងពេលតែមួយចុងក្រោយគឺ multiplexer add multiplexer គឺដូចជា switch មួយដែលជ្រើសរើស
ពី source មួយក្នុងចំណោម source ជាច្រើននៅក្នុង CPU របស់យើង data អាចមកពី RAM ឬ internal register ALU result select signal ជាអ្នកកំណត់ថាតើ data source មួយណាដែលត្រូវអនុញ្ញាតឲ្យឆ្លងកាត់ទៅកាន់ output ផ្នែកនេះសំខាន់នៅពេល CPU កំពុងធ្វើ arithmetic operation ពេល CPU ត្រូវការ load data ថ្មីវាអាចជ្រើសរើស data ពី RAM ប៉ុន្តែពេល CPU ត្រូវប្រើ result ពីក្នុង CPU ដូចជា result ពី ALU វាអាចជ្រើសរើស internal result បានដូច្នេះ multiplexer add ជួយឲ្យ data path មានភាពត្រឹមត្រូវហើយធ្វើឲ្យ CPU ដឹងថាត្រូវប្រើប្រាស់ទិន្នន័យពីកន្លែងណាសរុបមក8 bit register រក្សាទុកតម្លៃ35 decoder បង្កើត state control output ចំនួន5ដើម្បីរៀបចំ timing step ហើយ multiplexer add ជ្រើសរើស data path ត្រឹមត្រូវសម្រាប់ CPU សូមអរគុណ ខ្ញុំសូមលោកគ្រូខ្ញុំឈ្មោះមករាហើយបន្តមកទៀតខ្ញុំសូមបញ្យល់ទៅផ្នែក opcode decoder ហើយនិង decoder register សម្រាប់ opcode decoder វាជាផ្នែកមួយដែលជួយ CPU អាចយល់អំពី instruction បានដោយសារតែ instruction វាជាលេខ binary អញ្ចឹង CPU ត្រូវការ logic ដើម្បី translate វាហើយយើងdesign ដែលយើងយក high 4 bit ជា opcode ហើយនិង low 4 bit ជា address bit សម្រាប់ instruction set របស់យើងមានដូចជា0000 and 0010 load A 0001 load B 0100 store A 1000 add ហើយនិង1001 sub ចឹងនៅពេលដែល opcode decoder យើងទទួលបានទម្រង់ binary ណាមួយដែលក្នុងចំណោមហ្នឹងវាត្រូវជាមួយនឹង output នោះវានឹង activate ឧទាហរណ៍ថាបើយើងមាន0010អញ្ចឹងវាត្រូវជាមួយនឹង output load A យើងសម្រាប់logic gate យើងវិញយើងមាន NOT ហើយនិង AND gate ចូលមកដល់ decoder register សម្រាប់ decoder register វិញវាជួយទៅដល់ register selection logic វាប្រើប្រាស់ address code bit ដើម្បីជ្រើសរើសថាតើ register ឬក៏ data path ណាមួយត្រូវយកមកប្រើប្រាស់វាមានតួនាទីសម្រួលដល់ការបញ្ជូនទិន្នន័យ data routing នៅពេលដែល CPU ត្រូវការផ្លាស់ទីទិន្នន័យរវាង RAM register និង ALU អញ្ចឹងវាមាន2 input ដែលយើង2 input បាន4 output នៅករណីនៅពេលដែលវា00វានឹងរត់កាត់ NOT gate ហើយវាបំផ្លាញទៅ1ដែលត្រូវជាមួយនឹង register A នៅពេលដែលវាស្មើ01 AND gate ទី3របស់យើងដែលភ្ជាប់ជាមួយនឹង NOT input ទី1ហើយនិង1នៃ input ទី2ដែលវាត្រូវជាមួយនឹង output register C យើងក្នុងករណី10វិញត្រូវជាមួយនឹង AND gate ទី2 register B ហើយនិង11ត្រូវជាមួយនឹង register D ជំរាបសួរគ្រូសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះ Francisca ហើយខ្ញុំមកពីប្រទេសខ្លះដល់ជិះ sequence command ហើយនឹង multiplexer ជាងនេះយើងពី sequence command ពីរករបស់វានិង structure របស់វាចឹងនៅក្នុងនេះបន្ទាប់ពីកន្លែងdecode វា identify the instruction ហើយ CPU ត្រូវដឹងថា signal hardware ណាដែលវាត្រូវ activate ហើយវាជាការងាររបស់ logic sequence command ដែលវាទទួល signal instruction ដែលបានពី decode ដូចជា load A load B store A add ហើយនិង sub B បន្តមកវា product control signal hardware ជាស្ដាយមកហើយ control signal សំខាន់ទាំងអស់នោះមាន read RAM write RAM write A from RAM ចឹងទៅហើយ write A from internal register ហើយ write B read A read B ALU add និង ALU sub ដែរហើយ signal ទាំងអស់ហ្នឹងវាប្រាប់ CPU អំពីអ្វីដែលវាត្រូវធ្វើក្នុងពេលដំណើរការយកឧទាហរណ៍បើសិនជា instruction គឺជា load A ចឹង CPU វានឹង read data ពី RAM ហើយ write data ហ្នឹងទៅកាន់ register A ហើយបើអញ្ចឹងទៅកន្លែង sequence command ហ្នឹងវានឹងធ្វើឲ្យ read RAM ហើយនឹង write A ហ្នឹង write A from RAM ហ្នឹងវាសកម្មបើសិន instruction វាជា load B អញ្ចឹងវាធ្វើឲ្យ read RAM ហើយនឹង write B ហ្នឹងសកម្មបើសិនបើការណែនាំគឺ add វានឹងធ្វើឲ្យបើសិនជា instruction ហ្នឹងគឺ add វានឹងធ្វើឲ្យ read A read B និង ALU ណា ALU add សកម្មដូចគ្នាអញ្ចឹង ALU វានឹងទទួលបាន line operate ទាំងពីរហើយវានឹងបង្កើតផលបូកហើយបើសិន instruction នោះគឺជា store A
activate part ឬ part ដែលវា register A ត្រឡប់ទៅ RAM ដែល scan ហើយចំពោះឧបករណ៍ multiplexer ហ្នឹងយើងជ្រើសរើសវាគឺជ្រើសរើសឧបសគ្គដ្ឋានដែលត្រឹមត្រូវទៅលើជ្រើសរើសឧបសគ្គដ្ឋានដែលត្រឹមត្រូវអាស្រ័យលើស្ថានភាពរបស់ CPU ហើយ instruction អញ្ចឹងជារួមមកនៅឧបករណ៍ decode opcode របស់យើងគឺវាប្រាប់ពីអត្ថន័យនៃការណែនៃ instruction ប៉ុន្តែកន្លែងពាក្យបញ្ជារបស់ command sequence របស់យើងហ្នឹងវានឹងប្រាប់ពីរបៀបធ្វើការ hardware នឹងដំណើរការមកហើយ multiplexer ហ្នឹងវានឹងជ្រើសរើសយកវាស្លេចយកផ្លូវដែលត្រឹមត្រូវមួយហើយតន័យនោះផ្លាស់ទីទៅកន្លែងដែលវាជ្រើស សូមជម្រាបសួរលោកគ្រូនិងអ្នកទាំងអស់គ្នាខ្ញុំបាទយ៉ាងផ្សេងមកពីbasic B មកវិធានទី6ខែនេះនឹងមកបកស្រាយអំពី ALU ហើយនឹងការធ្វើតេស្តនៅក្នុងវា ALU វាសន្និដ្ឋានដូចថា Arithmetic Logic Unit ហើយវាជាផ្នែកនៃ CPU ដែលសម្រាប់ធ្វើពិធីបូកដក operation ក្នុងហើយនៅក្នុង CPU គឺ ALU នោះវានឹងទទួល8 bit 2គឺ input A មកពី register A ហើយនឹងinput B មកពី register B ហើយនៅពេលដែល ALU add នេះវាសាក់ដំណើរការវានឹងគឺថា A ហ្នឹងវាទៅបូក B ហើយនៅពេលដែល ALU sub នេះវាសាក់ដំណើរការមានថា A នឹងដល់ B ហើយនេះគឺជាការបញ្យល់មួយនេះគឺជាគោលសម្រាប់ខ្ញុំអាចចូល RAM ដំបូងយើងដាក់វាចូលក្នុង RAM ហើយយើង reset វាបន្ទាប់មកយើងឲ្យវាដំណើរការដូច clock ហើយយើងឃើញថានេះយើងឃើញថានៅ address ទី0អីនៅaddress ទី0ហ្នឹងគឺវាដំបូងខ្ញុំបញ្ចូលលេខ40ពព1វាមានថាវាមិនជានេះវាបាន0010110អញ្ចឹងអា4ដំបូងជា opcode ហើយនឹងអា4ក្រោយវាជា address អញ្ចឹងអា4មុខនេះខ្ញុំវាសន្និដ្ឋានវា load A វាទុកនៅ A ហើយនឹងអាក្រោយនេះវាជា address ដែលវាមាន14ហើយដោយនៅក្នុង RAM ហ្នឹងវានៅ address ទី14ហ្នឹងវាស្មើ3អញ្ចឹង register A ហ្នឹងវាស្មើ3យើងដំណើរការតទៀតដល់មកយើងឃើញថានៅអាទូទី2វាស្មើ31ដែលវាមិនបាច់ជាបានរីវាសាក់បានប៉ុណ្ណេះដែលនៅ4ក្នុងមុខជា opcode ដែរនិងនៅក្រោយវាជា address ហើយដែលអានៅទីមុខវាគឺមាន0001វាមានថាវាសាក់ទុក B ហើយនៅអាក្រោយនេះដែលវាស្មើនឹង15មានថាវាទុកនៅaddress ទីនេះ15អញ្ចឹងដោយក្នុងដែរគឺ address ទី15ហ្នឹងវាស្មើវាមានទុកនៅ14អញ្ចឹងទៅអញ្ចឹងនៅនេះវានឹងវាស្មើ14ហើយយើងនេះកូដតទៀតហើយនៅក្នុងវា address ទី2នេះដែរយើងឃើញថាលេខ132វាមិនបាច់ច្បាស់ទេវាស្អាតប៉ុណ្ណេះដែល opcode វាមក1000នេះវាមានថា add វាថាបូកអញ្ចឹង CPU ហ្នឹងវាត្រូវតែយកតម្លៃ A ទៅបូកតម្លៃ2បូកតម្លៃ B ហើយតម្លៃ A ស្មើ3ហើយតម្លៃ B ស្មើ14អញ្ចឹង result វាស្មើនឹង17ហើយយើងបានដើរទៅទៀតហើយនៅក្នុងកូដនេះដែរយើងឃើញថានៅ opcode នេះវាស្មើនឹង0100ដែលវាមានថា store តម្លៃនឹងទុក
នៅក្នុង A ហើយនឹងវា address វានៅទី 13ចឹងខ្ញុំថា CPU ហ្នឹងវា store ដើម្បី10ប៉ុណ្ណឹងក្នុង address ទី 13ចឹងយើងឃើញថានេះយើងឃើញថានៅ register A ស្មើប៉ុណ្នេះនិង register B ស្មើប៉ុណ្នេះហើយនឹង output និង port បូករបស់វាស្មើនឹងមួយទៀតបន្ទាប់ពីហ្នឹងមកយើងឃើញថាយើងដាក់ចុងក្រោយនេះ0ចង់មានថាដោយ opcode យើងវាចុងក្រោយ4 opcode ចឹង0ចឹងមានថាវាចឹងថាវាចប់ហើយឥឡូវនេះក្នុងការតេស្តយើងបន្ទាប់ពីយើង reset CPU ហើយ run មកជាហ៊ាននៅក្នុង register និង opcode decoder register និង hello output and និង RAM ហ្នឹងយើងឃើញថាការចង់ថា CPU ហ្នឹងវា fetch decode ហើយនឹង the execute ហើយនឹង store វាបានត្រឹមត្រូវឥឡូវនេះការបកស្រាយខ្ញុំទៅបញ្ចប់